វត្តមានខ្ញុំបាទអយិនសិងលីសូមគោរពប្រិមត្តអទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់ព័ត៌មានកីឡារបស់ទូរទស្សន៍ BTV News ថ្ងៃនេះផងដែរមានរឿងរ៉ាវជាច្រើនទាំងព័ត៌មានកីឡាជាតិក៏ដូចជាព័ត៌មានកីឡាអន្តរជាតិសម្រាប់ចែកជូនទៅដល់ប្រិមត្តទស្សនិកជនផងដែរទីវាលរ៉ុបប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី13ឆ្នាំ2025បានប្រព្រឹត្តទៅដោយរលូនកាលពីព្រឹកថ្ងៃទី15ខែមិថុនាកន្លងទៅនៅសួនច្បារមុខវត្តបទុមវតីដោយតាក់ទាញអត្តពលិកជាតិអន្តរជាតិជាង 5000 នាក់ចូលរួមមកពី42ប្រទេសដែលជាកំណើនបំបីឯកតកម្មអ្នកចូលរួមឆ្នាំចាស់គណៈមន្ត្រីរៀបចំរំពឹងថាព្រឹត្តិការណ៍នេះនឹងក្លាយជាផ្នែកមួយទៀតដើម្បីជំរុញកេរ្តិ៍ឈ្មោះរាជធានីភ្នំពេញព្រឹត្តិការណ៍កីឡាទេសចរប្រចាំឆ្នាំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតថងខុនទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា NOCC គ្រាដែលក្នុងចំណោមអត្តពលិកចូលរួមទាំងអស់ក៏មានវត្តមានឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសសយកចូលរួមផងដែរឆ្លៀតឱកាសនោះដែរមុនផ្ដល់កិត្តិយសបាញ់កំភ្លើងបញ្ជាចេញដំណើរលើវិញ្ញាសារដ្ឋចម្ងាយ21គីឡូម៉ែត្រឯកឧត្តមទេសរដ្ឋមន្ត្រីថងខុនក៏បានអញ្ជើញអត្តពលិកជាតិអន្តរជាតិចូលរួមទាំងអស់លើកដៃប្រណម្យដើម្បីថ្វាយនៅសពសាធុការពរថ្វាយសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់89យាងចូល90ព្រះវស្សានាថ្ងៃទី18ខែមិថុនាឆ្នាំ2025ខាងមុខផងដែរឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការ NOCC បានគូបញ្ជាក់ថាទីវាលរ៉ុបប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនៅភ្នំពេញឆ្នាំនេះបានបំបីឯកតកម្មអ្នកចូលរួមឆ្នាំមុនដែលបានបង្ហាញឲ្យឃើញពីការចូលរួមកាន់តែល្អប្រសើរនិងបញ្ជាក់ពីការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះសុខភាពដែលបានមកពីការលេងកីឡាតាមរយៈកំណើនអ្នកចូលរួមជារៀងរាល់ឆ្នាំនេះអាយដាមសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងក្លាយជាកេរ្តិ៍ឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញជាមួយនឹងគោលដៅជំរុញឲ្យមានអ្នកចូលរួមលើសពី10000នាក់នាថ្ងៃអនាគតទីវាលរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងរាជធានីភ្នំពេញនៅលើកទី13ដែលជារៀងរាល់ឆ្នាំយើងតែងតែធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មលួងម៉ែរបស់យើងនៅរៀងរាល់ឆ្នាំអញ្ចឹងឆ្នាំនេះខ្ញុំទាំងអស់គ្នាមានក្តីសោមនស្សរីករាយហើយក្នុងនាមឯកឧត្តមបណ្ឌិតថោងខុនប្រធានគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាដែលបានបញ្ជាចេញដំណើរដែលជារៀងរាល់ឆ្នាំគឺយើងអបអរសាទរនឹងធ្វើការព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែសម្ដេចយាយទួតរបស់យើងជារៀងរាល់ឆ្នាំនេះគឺបានព្រះរាជសព្វហារតីផ្ដល់ព្រះរាជប្រទាននៅព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ទីគោរពសក្ការៈដល់យើងទាំងអស់គ្នាជារៀងរាល់ឆ្នាំផងដែរហើយអ្វីដែលជាការកត់សម្គាល់ជាលទ្ធផលនៃការរៀបចំរបស់យើងឆ្នាំនេះយើងរៀបចំឲ្យមានការលើកទឹកចិត្តដល់ការរត់ប្រណាំងមិនត្រឹមតែរត់ប្រណាំង5គីឡូ10គីឡូ21គីឡូទេគឺយើងបានលើកទឹកចិត្តដល់អ្នកដែលមានអាយុតាមអាយុទៅទៀតមានអាយុរហូតដល់70ឆ្នាំអីហ្នឹងក៏យើងលើកទឹកចិត្តគាត់ណាអញ្ចឹងអ្វីដែលយើងលើកទឹកចិត្តគាត់គឺយើងនឹងជំរុញឲ្យគាត់ចូលរួមឲ្យគាត់ថែរក្សានៅសុខភាពបន្ថែមទៀតហើយឆ្នាំនេះដែរយើងឃើញថាការចូលរួមមាន5000នាក់ជាងដែលទូរលេខចុងក្រោយនេះគឺយើងបានទទួលគឺថាបានបំបែកឯកតកម្មលើសឆ្នាំមុនបាទជាឆ្នាំដែលយើងបានឃើញថាការចូលរួមកាន់តែល្អប្រសើរឡើងហើយអ្នករត់21គីឡូក៏ជាង1000នាក់អ្នករត់10គីឡូជាង2000នាក់បាទអញ្ចឹងទាំងអស់មើលឃើញថាសកម្មភាពនេះវាធ្វើឲ្យយល់ឃើញថាសុខភាពរបស់ប្រជាពលរដ្ឋខាងផ្លូវកាយខាងផ្លូវចិត្តគឺកាន់តែល្អប្រសើរឡើងជាលំដាប់ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ប្រុសស្រីទាំងអស់ដែលតែងតែគាំទ្រដល់ចលនានៃការរត់ដើម្បីសុខភាពរត់ដើម្បីទទួលបាននៅបំណិនជីវិតល្អនៅក្នុងការរស់នៅរបស់គាត់គឺជារឿងដែលសំខាន់អញ្ចឹងយើងវាយតម្លៃមកថាយើងអត់មានបញ្ហាអីកើតឡើងជាយថាហេតុទេហើយសុខភាពអ្នករត់ទាំងអស់គឺបានទទួលនៅភាពកក់ក្ដៅទាំងអស់គ្នាបានទទួលនៅភាពស្នាមញញឹមទាំងអស់គ្នាហើយទីតាំងនេះវាធំទូលាយវាអាចចំណុះបានជាង5000នាក់បាទអញ្ចឹងយើងឃើញថាទីតាំងនេះយើងអាចដល់10000នាក់នៅថ្ងៃក្រោយទៅហើយយើងសង្ឃឹមថាទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនៅភ្នំពេញរបស់យើងនេះ
គឺនឹងคล้ายទៅជាគេឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញហើយយើងនឹងធ្វើឲ្យអ្នករត់នឹងថ្ងៃក្រោយទៅឲ្យឡើងពី 10000 អ្នកឡើងព្រោះទីក្រុងធំទាំងអស់ដែលគេធ្វើទិវាម៉ារ៉ាតុងប៉ារីម៉ារ៉ាតុងញូវយ៉កម៉ារ៉ាតុងប្រទេសធំហ្នឹងគឺថាគេធ្វើទៅគឺថាមនុស្សចូលរួមរាប់ម៉ឺនអ្នកតែម្ដងណាអញ្ចឹងយើងកំពុងតែជំរុញការងារនេះឲ្យដល់កម្រិតមួយតែថាប្រជាពលរដ្ឋចូលរួមកាន់តែច្រើនការវាយតម្លៃទៅលើសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋហ្នឹងក៏កាន់តែមានតួលេខល្អឡើងបាទសូមជម្រាបថាគណៈកម្មការជាតិអូឡ িম্প ពិកដោយបានការអនុញ្ញាតគោលការណ៍ពីរាជរដ្ឋាភិបាលតាមរយៈសជនទៅរៀបចំឲ្យគណៈកម្មការជាតិអូឡ িম্প ពិកបន្តពង្រឹងនិងបំផុសចលនារថប្រណាំងនេះឲ្យកាន់តែល្អប្រសើរថែមទៀតគឺទាំងជួយដល់ចលនាសង្គមខាងផ្នែកសុខភាពជួយដល់ខាងទេសចរផងដែរនេះគឺថាយើងបានធ្វើការរត់ប្រណាំង2ធំនៅសៀមរាបគឺនៅខែសីហានេះគឺយើងនឹងធ្វើ full marathon គឺបានន័យថាការរត់ marathon 42គីឡូ195ម៉ែត្រដែលជាຂະຫນាតអន្តរជាតិហ្នឹងយើងនឹងធ្វើការរៀបចំនៅខែសីហានេះហើយគឺឃើញថាខែសីហានេះយើងមានការសហការគ្នារវាងកម្ពុជាម៉ារ៉ាតុងអង្គរសហការជាមួយនឹងតាលីម៉ារ៉ាតុននៅឯសាធារណរដ្ឋជាមនិតចិនអញ្ចឹងយើងបានសហការគ្នាគ្រាន់តែខាងអ្នករត់ឆ្នាំនេះគឺឆ្នាំទី1នៃកិច្ចសហការអញ្ចឹងខាងចិននឹងមកចូលរួមមានជួលយន្តហោះ 2-3 នោះដោយសារតែចូល100នាក់ដែលត្រូវចូលរួមជាមួយណាអញ្ចឹងនេះគឺជាការលើកទឹកចិត្តមួយដល់ការជំរុញទេសចររបស់យើងនៅខេត្តសៀមរាបនៅខែសីហានេះបាទអញ្ចឹងសូមឲ្យអំពាវនាវឲ្យចូលរួមឲ្យបានទាំងកកហើយនឹងដល់បំណាច់ឆ្នាំនៅថ្ងៃទី7ខែធ្នូគឺជាទិវាពាក់កណ្ដាលម៉ារ៉ាតុងអង្គរដែលក្រោមអធិបតីភាពដ៏ពងពោះបំផុតរបស់សម្ដេចមហាបវរអធិបតីនាយករដ្ឋមន្ត្រីរបស់យើងទៀតគឺថាយើងសូមអំពាវនាវឲ្យសូមឲ្យមានការរួសរាន់ចុះឈ្មោះមុនបាទដើម្បីឲ្យការចូលរួមនេះឲ្យសូមអភ័យទោសដែរឆ្នាំមុនគឺដោយសារវត្តមានពងពោះរបស់សម្ដេចបវរអធិបតីគឺអ្នកចូលរួមក្រោយគេនឹងអត់បានចូលរួមទេដោយសារតែការរៀបចំរបស់យើងពេញអស់ហើយណាអញ្ចឹងឯងសូមឲ្យចុះឈ្មោះមុនដើម្បីកុំឲ្យខកពេលនៅក្នុងការចូលរួមអញ្ចឹងសូមអំពាវនាវឲ្យសូមចុះឈ្មោះទៅតាមអនឡាញដដែលបាទគឺថាមើល website ដដែលក្នុងការចុះឈ្មោះបងប្អូនយើងធ្លាប់ស្គាល់និងធ្លាប់ចុះឈ្មោះងាយស្រួលរួចហើយបាទអញ្ចឹងសូមអំពាវនាវឲ្យចូលរួមឲ្យបានច្រើនកកសូមអរគុណជាមួយគ្នានេះផងដែរលោកសែមផល្លានាយកបច្ចេកទេសរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជាបានបន្ថែមរៀបចំឆ្នាំនេះទទួលបានការសាទរកាន់តែខ្លាំងពីអ្នកចូលរួមជាក់ស្ដែងសម្បីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលក៏បានគ្រប់គ្រងនិងចូលរួមផងដែរជារួមព្រឹត្តិការណ៍ឆ្នាំនេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យបន្ទាប់ពីកិច្ចសហការដ៏ល្អពីអាជ្ញាធររាជធានីភ្នំពេញនិងភាគីពាក់ព័ន្ធបាទជាបឋមតាំងនាមគណៈកម្មការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងភ្នំពេញម៉ារ៉ាតុងលើកទី13នេះខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះទូបាយ័នក៏ដូចជាកីឡាករករណីទាំងអស់ដែលបានចូលរួមក្នុងឆ្នាំនេះក៏ដូចជាអ្នកគ្រប់គ្រងឧបត្ថម្ភគ្រប់គ្រងទាំងឡាយដែលមានវត្តមាននៅក្នុងពិធីរត់ប្រណាំងថ្ងៃទី15ខែមិថុនា2025នៅមុខវត្តបទុមនេះបាទដើម្បីអបអរសាទរពិធីព្រះរាជចម្រើនប្រជាជនរបស់សម្ដេចម៉ែយើងឃើញថាប្រជាជនក៏ដូចជាកីឡាករកីឡាការិនីរបស់យើងមានសេចក្តីត្រេកអរជាទេពបរមាបានចូលរួមយ៉ាងច្រើនកកជាងឆ្នាំទៅបើថាសមាមាត្រនឹងយើងឃើញថាជាងឆ្នាំទៅជិត 1000 នាក់ពីព្រោះឆ្នាំទៅវាជាង 4000 ឆ្នាំនេះជាង 5000 ចឹងទេយើងឃើញថាវាសន្ទុះកើនឡើងហើយខ្ញុំជឿជាក់ថានៅឆ្នាំក្រោយនឹងទៅកើនឡើងទៀតពីព្រោះយើងឃើញថាថ្នាក់ដឹកនាំប្រទេសជាតិរបស់យើងនេះសម្បីតែអបនាយករដ្ឋមន្ត្រីក៏បានចូលរួមដែរយើងឃើញថាចលនារត់ម៉ារ៉ាតុងរបស់យើងនេះលោកក៏បានយកចិត្តទុកដាក់អញ្ចឹងទេយើងឃើញថាជាចលនាមួយដែលនាំឲ្យយុវជនយុវនារីរបស់យើងមានការតាក់ទាញអារម្មណ៍ចូលរួមក្នុងចលនាកីឡាដើម្បីសុខភាពនេះការពិតទៅខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរបស់រាជធានីភ្នំពេញដែលលោកបានឈ្មោះឈ្មោលខិតខំប្រឹងប្រែងកែលម្អបញ្ហាចរាចរណ៍តាមផ្លូវផ្ដល់នៅខាងសុខាភិបាល
ដែលមានឡានពេទ្យធ្វើការសហការជាមួយមន្ទីរពេទ្យ Sunrise ពេទ្យក្រុងរបស់យើងក៏បានល្អប្រសើរដែរពីព្រោះយើងមានធម្មតាទេផ្នែកកីឡារបស់យើងពេលរត់ទៅក៏មានការប៉ះទង្គិចដួលក៏មានដែរអញ្ចឹងទេក៏លោកខាងពេទ្យរបស់យើងក៏ដោះស្រាយជាបន្ទាន់និយាយរួមទៅព្រឹត្តិការណ៍ព្រឹកនេះបានបញ្ចប់យ៉ាងជោគជ័យពីព្រោះអត់មានរបួសឬក៏អត់មានអ្វីមួយដែលធ្ងន់ធ្ងរកើតមានឡើងទេអញ្ចឹងយើងឃើញថាចំនួនកីឡាករកីឡាការិនីដែលជាង 5000 នាក់នេះគឺយើងឃើញថាអត់មានអ្វីដែលគួរឲ្យមានបញ្ហាធំដុំកើតមានឡើងចំពោះសុខភាពចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់កីឡាករនេះជាជោគជ័យមួយដ៏ធំដោយឡែកកីឡាករនីដ៏ស្រស់សោភាកញ្ញាតារាសូលីតាបានសម្ដែងក្តីរីករាយបន្ទាប់ពីទទួលបានបទពិសោធន៍ថ្មីនៃការចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកដំបូងក្នុងចំណោមកម្មវិធី4ផ្សេងៗគ្នាដោយកញ្ញាបានមើលឃើញពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទាំងអ្នកចូលរួមនិងសង្គមជាតិត្បិតកញ្ញាមើលឃើញមនុស្សគ្រប់វ័យបានចូលរួមហើយក៏ជាផ្នែកមួយជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ផងដែរសួស្តីបងខ្ញុំឈ្មោះសូលីតាខ្ញុំមកពីខាងភ្នំពេញនេះផ្ទាល់ហើយខ្ញុំរត់ប្រវែង5គីឡូម៉ែត្រខ្ញុំចូលរួមសម្រាប់ការរត់ម៉ារ៉ាថននេះជាលើកទី4ចា4នេះសម្រាប់កម្មវិធីផ្សេងៗប៉ុន្តែសម្រាប់ការរត់ម៉ារ៉ាថន National Marathon នេះខ្ញុំរត់លើកទី1ចាទៅទៅនឹងការរៀបចំគឺល្អបងចាហើយក៏មានការចូលរួមកកកមែនទែនពីសំណាក់មិនថាប្រជាជនខ្មែរនៅក្នុងស្រុកឬក៏ក្រៅស្រុកឬក៏គាត់មកពីបណ្ដាប្រទេសផ្សេងអញ្ចឹងណាបងចាគិតថាល្អហើយសង្ឃឹមថានឹងមានជារៀងរាល់ឆ្នាំបន្ថែមទៀតក៏ដូចជាមានកម្មវិធី Marathon អញ្ចឹងជាច្រើនបន្ថែមទៀតអញ្ចឹងណាបងចាទី1តកតងទៅនឹងការលើកស្ទួយនៃការលើកកម្ពស់នៃការរត់ដែលជំនួយដល់សុខភាពផ្ទាល់ដែលខ្ញុំឃើញមានទាំងវ័យកុមារក៏គាត់រត់វ័យដែលជំទង់ប៉ុនខ្ញុំក៏គាត់រត់ហើយក៏ដូចជាវ័យអ៊ំបងផ្សេងទៀតក៏គាត់ចូលរួមរត់ដែលគាត់លើកកម្ពស់ក្នុងការហាត់ប្រាណជំនួយដល់សុខភាពផ្ទាល់អញ្ចឹងណាបងចាវាមានពីបណ្ដាប្រទេសផ្សេងគាត់ចូលរួមអញ្ចឹងលើកស្ទួយទៅលើវិស័យទេសចរណ៍បន្ថែមដែរសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍បន្តទៀតអញ្ចឹងណាបងចាបងសម្រាប់គាត់ដែលគាត់អត់ដែលចូលរួមខ្ញុំគិតថាគាត់គួរតែចូលរួមនៅក្នុងឱកាសក្រោយទៀតតកតងទៅនឹងការរត់ប្រវែងនេះដែលសារយើងឆ្លងកាត់ផ្លូវសាធារណៈឬក៏ឆ្លងកាត់ផ្លូវឡានម៉ូតូប៉ុន្តែជាក់ស្ដែងតកតងទៅនឹងសុវត្ថិភាពគឺល្អបងគឺគាត់រៀបចំជូនយើងក្នុងការឆ្លងកាត់គឺសុវត្ថិភាពល្អមែនតើបងចាអរគុណច្រើនទៅដល់ពូដែលគាត់ជួយសម្រួលចរាចរណ៍ឬក៏ក្រុមការងារដែលគាត់ volunteer គាត់ចូលរួមក្នុងការសម្រួលចរាចរណ៍អញ្ចឹងណាបងចាយោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីថងខុនសម្រាប់ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះមានអ្នកចូលរួមរត់សរុបចំនួន 5010 នាក់ក្នុងនោះអត្តពលិកជាតិចំនួន 4359 នាក់និងអត្តពលិកអន្តរជាតិចំនួន 651 នាក់មកពី42ប្រទេសខណៈប្រទេសចូលរួមច្រើនជាងគេគឺមានចិនជប៉ុនបារាំងហ្វីលីពីននិងម៉ាឡេស៊ីដែលចូលរួមរត់លើវិញ្ញាសា21គីឡូម៉ែត្រ10គីឡូម៉ែត្រ5គីឡូម៉ែត្រនិងរត់កម្សាន្តលក្ខណៈគ្រួសារចម្ងាយ 2.5 គីឡូម៉ែត្រជាលទ្ធផលសម្រាប់វិញ្ញាសារត់ចម្ងាយ21គីឡូម៉ែត្របរោះលេខ1បានទៅកីឡាករ Lighterran ប្រើថេរវេលា1ម៉ោង12នាទីនិង16វិនាទីលេខ2កីឡាករកម្ពុជាវ៉ាន់ភីរ៉ាប្រើថេរវេលា1ម៉ោង14នាទីនិង31វិនាទីនិងលេខ3កីឡាករកម្ពុជាអុករ៉ូហឺតប្រើថេរវេលា1ម៉ោង16នាទីនិង13វិនាទីរីឯផ្នែកនារីលេខ1បានទៅលើកីឡាករនីកម្ពុជាកាន់ស្រីរតប្រើថេរវេលា1ម៉ោង28នាទីនិង55វិនាទីលេខ2កីឡាករនីជប៉ុនឧតៈណាសាអូកូប្រើថេរវេលា1ម៉ោង37នាទីនិង32វិនាទីនិងលេខ3បានទៅលើកីឡាករនី Elene Morisnapik ប្រើថេរវេលា1ម៉ោង43នាទីនិង18វិនាទីរីឯវិញ្ញាសា10គីឡូម៉ែត្របរោះលេខ1បានទៅលើកីឡាករអសនពិសីលេខ2កីឡាករឆនសុផាន់និងលេខ3កីឡាករឈឹកយ៉ែនដងកឡាឆេងគ្រាដែលផ្នែកនារីលេខ1បានទៅលើកីឡាករនីអថាច់ធីឌឿងលេខ2កីឡាករនីអេលីវីសិននិងលេខ3បានទៅលើកីឡាករនីពីនអែម